មកប្រជុំអាស៊ានត្រាំឆ្លៀតចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ជាមួយកម្ពុជាម៉ាឡេស៊ីថៃនិងវៀតណាមរាជធានីកូឡាឡាំពួរសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្ដីពីពាណិជ្ជកម្មនិងរ៉ែសំខាន់ជាមួយដៃគូអាស៊ីអាគ្នេយ៍ចំនួន4នៅថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2025ដោយសម្លឹងមើលពីការដោះស្រាយអតុល្យភាពពាណិជ្ជកម្មនឹងធ្វើពីបេតិកម្មខ្សែច្រវាក់ផ្គត់ផ្គង់ចំពេលមានការរឹតបន្តឹងការនាំចេញរ៉ែដ៏កម្រដោយប្រទេសចិនប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានធ្វើដំណើរមកប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកជាមួយសមភាគីម៉ាឡេស៊ីនិងកម្ពុជាក៏ដូចជាកតិកាសញ្ញាពាណិជ្ជកម្មក្របខ័ណ្ឌជាមួយប្រទេសថៃដែលនឹងឃើញប្រទេសទាំងពីរធ្វើការដើម្បីដោះស្រាយរបាំងពន្ធគយនិងមិនមែនពន្ធគយសហរដ្ឋអាមេរិកនិងកម្ពុជាបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលនឹងផ្ដល់ឲ្យអ្នកនាំចេញរបស់សហរដ្ឋអាមេរិកនៅការនាំទៅកាន់ទីផ្សារកម្ពុជាកាន់តែទូលំទូលាយដែលមិនធ្លាប់មានពីមុនមកលើពីនេះកម្ពុជាបានព្រមព្រៀងគ្នាលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិករួមទាំងផលិតផលម្ហូបអាហារនិងកសិកម្មនិងទំនិញឧស្សាហកម្មមានន័យថាការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជានឹងមិនប្រឈមមុខនឹងពន្ធគយឡើយសហរដ្ឋអាមេរិកនឹងរក្សាអត្រាពន្ធគយ 19% លើការនាំចេញពីប្រទេសទាំង3ក្រោមកិច្ចព្រមព្រៀងនេះដោយពន្ធគយនឹងត្រូវកាត់បន្ថយមកត្រឹម0សម្រាប់ទំនិញមួយចំនួននេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមានរដ្ឋធានីវ៉ាស៊ីនតោនក៏បានប្រកាសពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្រដៀងគ្នានេះជាមួយវៀតណាមផងដែរដែលត្រូវបានដាក់ពន្ធគយ 20% លើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកវៀតណាមដែលបានកត់ត្រាអន្តរេកពាណិជ្ជកម្មចំនួន $123,000 លានជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំមុនបានសន្យាថានឹងជំរុញការទិញផលិតផលអាមេរិកយ៉ាងច្រើនដើម្បីកាត់បន្ថយគម្លាតពាណិជ្ជកម្មរវាងប្រទេសទាំងពីរម៉ាឡេស៊ីមិនហាមឃាត់ការនាំចេញរ៉ែដ៏កម្រទៅកាន់សហរដ្ឋអាមេរិកទេកាលពីថ្ងៃអាទិត្យទី26ខែតុលាលោកត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង2ដាច់ដោយឡែកពីគ្នាជាមួយប្រទេសថៃនិងម៉ាឡេស៊ីដោយស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីធ្វើពីបេតិកម្មខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ចំពេលមានកិច្ចខិតខំប្រឹងប្រែងប្រកួតប្រជែងពីរដ្ឋធានីប៉េកាំងក្នុងវិស័យដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សប្រទេសម៉ាឡេស៊ីបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2025ថានឹងជៀសវាងការហាមឃាត់ឬដាក់កូតាលើការនាំចេញរ៉ែសំខាន់ឬធាតុរ៉ែដ៏កម្រទៅកាន់សហរដ្ឋអាមេរិកនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយទោះជាយ៉ាងណាក៏ដោយសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ថាតើការសន្យារបស់ប្រទេសម៉ាឡេស៊ីអនុវត្តចំពោះរ៉ែកម្រឆៅឬរ៉ែកម្រឆ្នៃនោះទេប្រទេសម៉ាឡេស៊ីមានរ៉ែប្រមាណ 16.1 លានតោនបានហាមឃាត់ការនាំចេញរ៉ែដ៏កម្រឆៅដើម្បីការពារការបាត់បង់ធនធានទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅខែនេះថាចិនកំពុងចរចាជាមួយរាជធានីកូឡាឡាំពួរលើដំណើរការកែច្នៃរ៉ែដ៏កម្រដោយមូលនិធិទ្រព្យសម្បត្តិម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងសហការជាមួយក្រុមហ៊ុនចិនមួយដើម្បីសាងសង់រោងចក្រចម្រាញ់រ៉ែនៅក្នុងប្រទេសម៉ាឡេស៊ីចិនដែលជាអ្នករុករករ៉ែនិងជាអ្នកកែច្នៃរ៉ែដ៏កម្រកំពូលរបស់ពិភពលោកបានដាក់ចេញនូវការគ្រប់គ្រងការនាំចេញកាន់តែតឹងរ៉ឹងលើបច្ចេកវិទ្យាចម្រាញ់រ៉ែរបស់ខ្លួនដែលធ្វើឲ្យក្រុមហ៊ុនផលិតផលសកលលោកខ្នះខ្នែងរកអ្នកផ្គត់ផ្គង់ថ្មីជំនួសសម្រាប់រ៉ែសំខាន់ដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងបន្ទះឈាបយានយន្តអគ្គិសនីនិងឧបករណ៍យោធាកិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាបន្ទាប់ពីលោកត្រាំបានត្រួតពិនិត្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសន្តិភាពរវាងប្រទេសកម្ពុជានិងថៃបន្ទាប់ពីប៉ះទង្គិចគ្នាដ៏សាហាវនៅតាមព្រំដែនរវាងប្រទេសជិតខាងកាលពីកន្លងទៅនេះក្រោមកិច្ចព្រមព្រៀងទាំងនេះប្រទេសអាស៊ីអាគ្នេយ៍ទាំង
ទាំង4បានសន្យាថានឹងលុបបំបាត់របាំងពាណិជ្ជកម្មនិងផ្ដល់សិទ្ធិចូលប្រើប្រាស់ទីផ្សារអនុគ្រោះដល់ទំនិញផ្សេងៗរបស់សហរដ្ឋអាមេរិកកិច្ចព្រមព្រៀងទៅនេះក៏រួមបញ្ចូលទាំងការបដិញ្ញាចិត្តក្នុងពាណិជ្ជកម្ម Digital សេវាកម្មនិងការវិនិយោគក៏ដូចជាការសន្យារបស់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងការការពារសិទ្ធិការងារនិងពង្រឹងការការពារបរិស្ថានយោងតាមសេចក្តីថ្លែងការណ៍ប្រទេសថៃម៉ាឡេស៊ីនិងវៀតណាមបានយល់ព្រមបន្ថែមទៀតក្នុងការទទួលយកយានយន្តដែលផលិតតាមស្តង់ដារសុវត្ថិភាពនិងការបំភាយឧស្ម័នរបស់យានយន្តរបស់សហរដ្ឋអាមេរិកម៉ាឡេស៊ីដែលជាប្រទេសមានប្រជាជនមូស្លីមភាគច្រើនដែលត្រូវបានទទួលស្គាល់ថាជាប្រទេសឈានមុខគេលើពិភពលោកក្នុងការបញ្ចប់ហាឡាល់បានយល់ព្រមធ្វើឲ្យតម្រូវការសម្រាប់ផលិតផលរបស់សហរដ្ឋអាមេរិកមានភាពប្រសើរឡើងដូចជាគ្រឿងសម្អាងការនិងឱសថរដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោកតេងគូហ្សាហ្វូលអាស៊ីលបានប្រាប់នាយកព័ត៌មានថាប្រទេសម៉ាឡេស៊ីក៏ទទួលបានការលើកលែងពន្ធសម្រាប់ឧបករណ៍អាកាសចរនិងផលិតផលឱសថក៏ដូចជាទំនិញដូចជាប្រេងដូងកាកាវនិងកៅស៊ូថៃបានប្រកាសថាខ្លួននឹងលុបបំបាត់របាំងពន្ធលើទំនិញប្រហែល 99% និងបន្ធូរបន្ថយការរឹតបន្តឹងកម្មសិទ្ធិបរទេសសម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យទូរគមនាគមន៍របស់ខ្លួននេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ប្រទេសទាំងពីរក៏បានកត់សម្គាល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាច្រើននាពេលខាងមុខរវាងក្រុមហ៊ុនថៃនិងសហរដ្ឋអាមេរិករួមទាំងការទិញផលិតផលកសិកម្មដូចជាពោតចំណីសត្វនិងម្សៅសណ្តែកសៀងដែលមានតម្លៃប្រមាណ $2.6 លានអាមេរិកក្នុងមួយឆ្នាំថៃក៏បានបដិញ្ញាចិត្តទិញយន្តហោះអាមេរិកចំនួន80គ្រឿងដែលមានតម្លៃសរុប $18.8 លានអាមេរិកនិងទំនិញថាមពលរួមទាំងឧស្ម័នធម្មជាតិរាវនិងប្រេងឆៅប្រហែល $5.4 លានជារៀងរាល់ឆ្នាំ